ទ្វារទេពមង្គលគឺជារចនាបថបែបខ្មែរហើយអ្វីដែលសំខាន់ណាទ្វារមួយនេះគឺស្អាតប្រណិតមែនតើហើយពុកម៉ែបងប្អូនដឹងទេតម្រាំតែចេញបានទ្វារទេពមង្គលនេះគឺផ្នែក design គាត់បានគិតហើយនឹងស្រាវជ្រាវយូរមែនតើតម្រាំតែបានផលិតផលមួយដ៏ស្អាតប្រណិតបែបនេះទ្វារមួយនេះគឺធ្វើឡើងរួមបញ្ចូលដល់រចនាបថផ្កាច័ន្ទជាមួយនឹងក្បាច់ភ្ញីទេសរីឯរង្វង់មូលនៅចំកណ្ដាលទ្វារអាចប្រើជាអក្សរប្រើជាផ្ការំដួលឬអាចជារូបអ្វីផ្សេងរួមផ្គុំគ្នាទៅបង្កើតបានជាទ្វារមួយដ៏ល្អប្រណិតទ្វារទេពមង្គលនេះផងដែរគឺទទួលបានការគាំទ្រខ្លាំងមែនតើពីសំណាក់អតិថិជនទូទាំង25ខេត្តក្រុងទ្វារនេះគឺពេលដែលដំឡើងនីមួយៗគឺមានលក្ខណៈខុសៗគ្នាគឺនៅត្រង់ចំណុចរង្វង់មូលកណ្ដាលនៃទ្វារតែម្ដងទ្វារខ្លះក៏ប្រើជាលក្ខណៈផ្ការំដួលផ្កាច័ន្ទឬក៏ជាអក្សរអីចឹងណាពុកម៉ែបងប្អូនប៉ុន្តែនៅចំណុចផ្សេងមិនថាកំពូលទ្វារឬក៏នៅចំកណ្ដាលទ្វារឬនៅខាងក្រោមនៃទ្វារគឺនៅតែរក្សានៅទម្រង់ដើមតែម្ដងហើយអ្វីដែលសំខាន់ណាទ្វារនេះដាក់ពណ៌មួយណាក៏មើលទៅស្អាតដែរលើពីនេះសម្រាប់ទ្វារទេពមង្គលគឺអត់រើសទំហំនៃលបងរបស់ពុកម៉ែបងប្អូនមិនថាលបងទូចលបងធំមិនថាលបងទាបឬក៏លបងខ្ពស់ទេគឺសុទ្ធតែអាចប្រើប្រាស់ទ្វារទេពមង្គលនេះបានទាំងអស់ហ្នឹងព័ត៌មានលម្អិតពុកម៉ែបងប្អូនអាចតាក់ទងមកកាន់ក្រុមហ៊ុន Win Hey រចនាតាមរយៈលេខទូរស័ព្ទនៅលើវីដេអូនេះឬពុកម៉ែបងប្អូនអាចអញ្ជើញមកដល់ទីតាំងផ្ទាល់ក៏បានដែរចង់ប្រើដៃស្មិតកុំភ្លេច Win Hey រចនា